ឃើញព័ត៌មាននឹងហើយនឹកហួសតែចិត្តមិនហួសចិត្តរឿងប្តីវាយប្រពន្ធហ្នឹងទេហួសចិត្តរឿងថាមើលដបូលផ្ទះគាត់យ៉ាងនោះហើយគាត់ផឹកស្រាយ៉ាងជោគជាំសំគួរអីគាត់មើលហើយមិនដឹងជាពលរដ្ឋខ្មែរថ្ងៃណាគាត់អាចតម្លាក់ចោលរឿងការផឹកស្រាបែបជោគជាំហ្នឹងទៅប្រទេសយើងវិនិច្ឆ័យសាបសូន្យដោយសាររឿងស្រាហ្នឹងមិនស្ទើរណាហើយបើរងចាំការដឹកនាំហ្នឹងឲ្យលុបបំបត្តិការផ្សព្វផ្សាយស្រាហ្នឹងវាមិនអាចទៅរួចទេព្រោះសេដ្ឋកិច្ចរបស់គ្រប់គ្នាភាគច្រើនហ្នឹងជាប់ដោយស្រាហ្នឹងហើយមានកូនលោកធំមួយចំនួនដែលកាន់ការអំណាចហ្នឹងរកស៊ីជាមួយស្រាហ្នឹងទៀតដូច្នេះដឹងស្រេចហើយការដឹកនាំបែបពុកគណៈណាពិបាកបន្តិចហើយក្នុងការលុបរឿងយ៉ាងចឹងបើឲ្យពលរដ្ឋនេះងាកមកចេះគិតបន្ថយការផឹកស្រាក៏វាពិបាកការផឹកស្រាតាមពិតទៅបើយើងចេះផឹកឲ្យនៅក្នុងកម្រិតមួយសមរម្យគឺការផឹកនឹងមិនទ្រុះក្នុងសិលធម៌ទេហើយក៏មិនទ្រុះនៅក្នុងសុជីវធម៌ដែរការផឹកស្រាមិនថាតិចឬច្រើនឲ្យតែយើងផឹកបើនិយាយពីសិក្ខាបទគឺវាខុសហើយព្រោះអ្នកសមាទានសិក្ខាបទគឺជាការប្រកាន់ភាពតឹងរ៉ឹងមួយមិនថាស្រាតិចឬច្រើនគឺមិនឲ្យចូលកាយតែម្ដងដូច្នេះសម្រាប់អ្នកសមាទានសិក្ខាបទឲ្យតែមានស្រាផឹកចូលទៅមកតំណក់ណាមានពេលខ្លះទោះបីថាមានចេតនាឬអត់ចេតនាក៏ឈ្មោះថាខុសដែលឈ្មោះថាខុសនោះទេមកថាវាផ្លាត់វាមិនបានសម្រេចទៅតាមអ្វីនៃការតាំងចិត្តប៉ុន្តែបើនិយាយពីសិលធម៌ក្នុងចិត្តការផឹកស្រាណាដែលវានៅក្នុងកម្រិតមិនឲ្យស្វឹងមិនឲ្យវែងគឺមិនខុសទេយើងមើលបរទេសអ្នកផលិតស្រាយើងផឹកដូចប្រទេសអាល្លឺម៉ង់ដូចប្រទេសស្រាដែលយើងនាំចូលពីគេមកម្ចាស់គេអ្នកផលិតស្រាប៉ុន្តែពួកគេផឹកទៅមិនឃើញអ្នកណាមួយវិនិច្ឆ័យពួកគេផឹកតិចតួចការផឹកដែលវានៅក្នុងកម្រិតមួយមិនស្វឹងមិនវង្វេងផឹកមិនបំផ្លាញកាយផឹកមិនរហូតវែងវាន់លែងដឹងខុសត្រូវផឹកឲ្យនៅធ្វើការបាននៅរៀនបាននៅដឹងខុសដឹងត្រូវនៅគិតល្អិតល្អន់បានផឹកនៅបើកបរធម្មតាបានផឹកក្នុងលក្ខណៈថាឲ្យរាងកាយនឹងវាមានកម្ដៅឡើងកាត់បន្ថយភាពត្រជាក់ដោយប្រទេសគេត្រជាក់អីចឹងណាឬក៏ផឹកតិចតួចក្នុងកម្មវិធីជប់លៀងជុំគ្នាចឹងរឿងមនុស្សប្រុសវាមិនអាចអត់ទេវាតិចតួចបើផឹកបែបហ្នឹងពលរដ្ឋអត់ទ្រុះសិលទេបើផឹកបែបហ្នឹងពលរដ្ឋខ្មែរយើងមិនវិនិច្ឆ័យទេប៉ុន្តែសូមបញ្ជាក់ថាសម្រាប់អ្នកសមាទាននៅសិក្ខាបទក្នុងសិលសិក្ខាដ៏តឹងរ៉ឹងឲ្យតែឈ្មោះថាស្រាទោះបីមកតំណក់តូចក៏ឈ្មោះថាខុសដែរឲ្យតែចូលប៉ុន្តែបើនិយាយអំពីសិលធម៌ក្នុងចិត្តអ្នកផឹកស្រាមិនទ្រុះសិលទេបើសិនបើពួកគេចេះផឹកឲ្យវានៅក្នុងកម្រិតមួយមិនស្វឹងណាយកបាននៅក្នុងព្រះវិន័យបើសិនបើគេយកស្រាទៅដាក់ក្នុងសឡដាក់កាត់សាច់ឆ្អាបអីទោះបីថាជាស្រាក៏ដោយប៉ុន្តែវាមិនរាប់ថាខុសទេដោយសារថាកម្រិតនៃស្រានោះវាលែងទៅជាស្រាទៅហើយវាតិចពេកដូចគ្នាដែរបើសិនបើបរិសុទ្ធខ្មែរឬស្ត្រីខ្មែរគាត់ហូបស្រាក្នុងលក្ខណៈតិចតួចដូចបរទេសណាម៉ែយើងមិនវិនិច្ឆ័យទេហើយមិនទ្រុះសិលមិនមានរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍មិនមានការឆ្លោះប្រកែកវាយគ្នាមិនមានការពុលស្រារហូតដល់ស្លាប់មិនមានការស្វឹងស្រាហើយលែងដឹងខុសត្រូវលោភប្រពន្ធកូនខ្លួនឯងអីក៏មានប៉ុន្តែពិបាកបន្តិចហើយរឿងពលរដ្ឋយើងនឹងមិនងាយងើបទេឲ្យចេះភ្ញាក់រលឹកខ្លួនឯងគឺពិបាកមែនទែនរូបភាពនឹងមើលទៅមិនហួសចិត្តរឿងប្តីនឹងវាយប្រពន្ធទៅដូចវាសាំទៅក្នុងស្រុកយើងនឹងរឿងប្តីវាយប្រពន្ធរឿងស្បឹងហ្នឹងវាយទៅវាយមកប៉ុន្តែហួសតែចិត្តមើលដបូលផ្ទះគាត់យ៉ាងហ្នឹងហើយគាត់ផឹកស្រាឡើងជោគជាំហើយផ្ទះគាត់មកទោសដូចខ្ទមចាំចាប់ហើយផឹកស្រាឡើងជោគជាំយ៉ាងហ្នឹងយ៉ាប់មែនតើ